6ខ្មែរឬក៏លេខ6សកលតែលេខ6ខ្មែរកូនថាទាំងអស់គ្នាលេខ6តាមើលមួយទៀតលេខប្រមាណកូនតែទាំងអស់គ្នាលេខ6លើក៏6 1នេះក៏5 1 6នេះនិង6នេះតម្លៃស្មើគ្នាដែរឬទេចាប៉ុន្តែនេះលេខ6អីគេកូនលេខ6ខ្មែរចឹងនេះលេខ6អីគេចាលេខ6សាកលតើឥឡូវកូនក្រោកឈរឡើងទាំងអស់គ្នាមើលតកចំអល់ដៃខាងស្ដាំសរសេរនៅក្នុងខ្យល់ចាំមើលអ្នកគ្រូណាតើអ្នកគ្រូបាយក្នុងមកដូចកូនលេខម៉ានេះលេខ6តើឥឡូវអ្នកគ្រូនិយាយថា6កោងចុះក្រោមគួចមកឆ្វេងម្ដងទៀតកោងចុះក្រោមគួចមកឆ្វេង6តើទៀត6កោងចុះក្រោមគួចមកឆ្វេង6ចាកោងក្រោមគួចមកឆ្វេងចុះនេះលេខប្រមាណកូនថាម៉ែ7នេះជា7អ្វី7ខ្មែរតើកូនអានដល់នេះមើល7ដងទៀតចា7ខ្មែរតោះយើងមើលរូបរាង7មួយទៀតចាចាអានេះក៏លេខ7នេះក៏លេខ7មានតម្លៃស្មើគ្នាអត់កូនហើយរូបរាងវាដូចគ្នាអត់ដូចអត់តោះឥឡូវកូនមើលសរសេរនៅក្នុងខ្យល់ចំនួន3ដងជាមួយអ្នកគ្រូតែមើលសិនណាតោះ7ត្រង់ទៅស្ដាំត្រេកមកឆ្វេង7ចាសុំម្ដងទៀត1 2 3ធ្វើជាមួយអ្នកគ្រូ7ត្រង់ទៅស្ដាំត្រេកមកឆ្វេងចាល្អណាស់សុំមើលចា8ផ្នែកកូនអានទាំងអស់គ្នា8តោះមើលលេខប្រមាណនេះចាលេខ8ដូចគ្នាតែនេះគេហៅថាលេខ8អ្វីចា8សាតាកូនមើលតើរូបភាពសរសេរលេខ8សកលគេធ្វើម៉េចបាទស្ដាប់អ្នកគ្រូណា8កោងមកឆ្វេងឃើញកោងមកឆ្វេងអត់កោងមកឆ្វេងកោងទៅស្ដាំកោងមកឆ្វេងកោងទៅស្ដាំ8បងអត់កោងហូបកោងមកឆ្វេងកោងទៅស្ដាំកោងមកឆ្វេងកោងទៅស្ដាំ8តោះកូន1 2 3ចាប់ផ្ដើមទៀត9នេះគេកូន9ខ្មែរឥឡូវយើងមកលេខ9សកលវិញម្ដងលេខប្រមាណត្រឡប់វាឡើងលើកាយលេខប្រមាណចាប៉ុន្តែលេខនេះអត់ច្រឡំគ្នាទេកូនឃើញខាងក្រោមមានបន្ទាត់ដិតធំនេះអត់អាខាងលើទូចខាងក្រោមធំមែនអត់យ៉ាងអត់ដូចគ្នាខាងក្រោមគឺធំដូចគ្នាអញ្ចឹងបើសិនជាយើងដាក់អញ្ចឹងវាបច្ច្រាស់អញ្ចឹងគេយកអាលេខបន្ទាត់ធំនេះដាក់ខាងក្រោមនេះបន្ទាត់ឈរវាខាងក្រោមទៅវាកាយលេខប្រមាណកូនចា9ថាទាំងអស់គ្នាដងទៀតណាមើល9ក្អកម៉េះ9កោងទៅកោងនេះគួចទៅឆ្វេងពីលើចុះក្រោមកោងមកឆ្វេងទៅឆ្វេងក៏បានមកឆ្វេងក៏បានគួចមកឆ្វេងតោះចាប់ដើម9គួចមកឆ្វេងពីលើចុះក្រោមកោងមកឆ្វេងល្អណាស់ឥឡូវយើងចេះអស់ហើយណានេះគេហៅថាលេខ1លេខនេះគេថាលើចាលេខខ្មែរចាលេខ1ដល់លេខ9ជាលេខខ្មែរលេខ1ដល់លេខ9ជាលេខអីគេចាជាលេខសកលឬលេខហិណ្ឌូណាអញ្ចឹងចាប់ពីថ្ងៃនេះតទៅនៅពេលដែលយើងរៀន